ភ្នំពេញក្រសួងបរិស្ថានបានប្រកាសស្វែងរកបុគ្គលបោះសម្រាមទៅចូលក្នុងទឹកស្ទឹងប្រែកថ្នោតត្រង់ចំណុចស្ពានប្រែកហូក្នុងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្ដាលដើម្បីយកទៅអប់រំនិងចាត់ការតាមនីតិវិធីច្បាប់កាលពីពេលថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងអ្នកសារព័ត៌មានមួយចំនួនស្ដីពីសកម្មភាពរបស់បុគ្គល2នាក់ដោយម្នាក់ជាអ្នកបើកបរម៉ូតូសណ្ដោងរមាក់ដឹកស្បង់សម្រាមសំណល់រឹងនិងបុគ្គលម្នាក់ទៀតបានយកសម្រាមក្នុងស្បង់សម្រាមជាច្រើននៅលើរមាក់បោះចូលទៅក្នុងស្ទឹងប្រែកថ្នោតចំណុចស្ពានប្រែកហូក្នុងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្ដាលករណីនេះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជនក្រសួងបរិស្ថាននៅថ្ងៃទី22ខែវិច្ឆិកាបានប្រកាសថ្កោលទោសចំពោះបុគ្គលដែលបានបោះសម្រាមចោលក្នុងទឹកស្ទឹងប្រែកថ្នោតជាមួយគ្នានេះក្រសួងបរិស្ថានស្នើសុំការអន្តរាគមន៍ពីរដ្ឋាភិបាលខេត្តកណ្ដាលនិងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់លោកខ្វៃអឌិធយាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថាចំពោះករណីខាងលើនេះក្រសួងបរិស្ថានកំពុងសហការជាមួយរដ្ឋាភិបាលក្រុងតាខ្មៅនិងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងរកបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់យកមកអប់រំនិងចាត់ការតាមនីតិវិធីច្បាប់ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថានស្នើសុំឲ្យបុគ្គលដែលបានប្រព្រឹត្តល្មើសចេញមកសារភាពនិងទទួលស្គាល់កំហុសចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចនិងបញ្ឈប់ការដឹកសំណល់រឹងទៅចោលផ្ដេសផ្ដាសដូចជាបោះចូលទៅក្នុងប្រព័ន្ធទឹកសាធារណៈដែលនាំឲ្យមានការបំពុលទឹកប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថានជាបន្តទៀតបុគ្គលបោះចោលសម្រាមផ្ដេសផ្ដាសចូលទៅក្នុងទន្លេបានប្រព្រឹត្តល្មើសច្បាប់ជាមួយអនុក្រឹត្យលេខ113ស្ដីពីការគ្រប់គ្រងសម្រាមសំណល់រឹងនៅទីប្រជុំជនចំណែកក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់មាត្រា230ចំនួន1ហាមឃាត់ដាច់ខាតការចោលសម្រាមផ្លាស្ទិកនៅតាមផ្លូវទីសាធារណៈទីវាលប្រព័ន្ធលូប្រភពទឹកសាធារណៈមាត្រា218ត្រង់ចំនួន1នៃក្រមបរិស្ថាននិងធនធានធម្មជាតិក៏មានចែងហាមឃាត់ដាច់ខាតការបោះចោលសម្រាមសំណល់រឹងទីប្រជុំជននៅតាមដងផ្លូវទីសាធារណៈនិងទីវាលប្រព័ន្ធទឹកលូប្រឡាញ់ទឹកប្រភពទឹកសាធារណៈឬក្នុងដីកម្មសិទ្ធិដែលមិនត្រូវបានអនុញ្ញាតជាកន្លែងស្តុកទុកសម្រាមបណ្ដោះអាសន្នឬជាកន្លែងទុកដាក់ចុងក្រោយ